នៅក្នុងខែក្រោយនេះមានកិច្ចប្រជុំកំពូលនៃក្រុម BRICS ដែលអ្នកវិភាគនៅប្រទេសចិនបង្ហាញមតិថាគួរប្រទេសចិនប្រទេសឥណ្ឌានិងប្រទេសរុស្ស៊ីប្រើប្រាស់ក្រុម BRICS ដើម្បីនឹងទៅចូលរួមដោះស្រាយបញ្ហាច្រកសមុទ្រ Hormuz ដែលមានការរអាក់រអួលយ៉ាងខ្លាំងបណ្ដាលមកពីសង្គ្រាមនៅអ៊ីរ៉ាន់ A summit next month by the BRICS grouping of nations has raised hopes that major players such as India and China will align to rally member states to resolve the Strait of Hormuz crisis, which the United States making little headway. Analysts say the forum from September 12 to 13 amid the global energy crisis wrought by the Middle East conflict could see parallel diplomacy given the 11-member grouping economic clout accounts for about 40% of the world gross domestic product ដោយសមាជិក11ប្រទេសនៃក្រុម BRIC តំណាងឲ្យប្រមាណ 40% នៃ GDP ពិភពលោកគួរណាស់តែសមាគមឬក៏ក្រុម BRICS មានចិននិងឥណ្ឌាចាញ់អន្តរាគមន៍រឿងច្រកសមុទ្រ Hormuz នៅពេលដែលសហរដ្ឋអាមេរិកកំពុងតែជាប់ផងណា Hello ប៊ុនធនណាតាអានព័ត៌មានចា៎អូខេអាហ្នឹងអញ្ចឹងដូច្នេះអ្វីដែលពួក BRICS ប្រជុំគ្នានៅខែកញ្ញាខាងមុខគេចង់លោតចូលមកដោះស្រាយរឿងច្រកសមុទ្រ Hormuz ដែលណាគេគិតថាក្រុមប្រទេស BRICS ដែលតំណាងឲ្យ 40% នៃ Global GDP គួរតែលូកដៃដោះស្រាយរឿងនេះព័ត៌មានអាប់ដេតពីរំជួយព្រះធរណីនៅឯប្រទេសកូឡុំបៀបានឲ្យដឹងថាមនុស្សជិត200នាក់បានត្រូវរាយការណ៍ថាស្លាប់នៅពេលដែលមនុស្សរបួសមិនទាន់ដឹងច្បាស់នៅឡើយក្រោយពីធរណីរំជួយក្នុងកម្លាំងប្រមាណជា7កណ្ដកសញ្ញា4ក្នុងជញ្ជីង Richter បានប៉ះពាល់ទៅដល់ប្រទេសកូឡុំបៀនៅឯ Ukrainian government បានប្រកាសថាទើបនឹងវាយប្រហារទៅលើប្រទេសរុស្ស៊ីយ៉ាងដំណំអូខេនេះគឺជាចំណុចបញ្ញារាជធ្វើដូចម្ដេចទើបអាចបំភ្លេចសង្សារចាស់បានរកសង្សារថ្មីតារា gamer តើ BRICS បង្កើតដើម្បីអ្វីចម្លើយថា BRICS បង្កើតដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេស11អ្វីក៏ដោយក៏តែងតែមានគោលដៅដូចអាស៊ានគេបង្កើតរហូតដល់សប្តាហ៍នេះអញ្ចឹងអូខេណា Facebook ណាកុងតើអ្នកសារព័ត៌មានស្ដាប់អត់បានទេកូនឯងទៅសេស្ដាប់អត់បានចៅណាដេកផ្ទះខំរៀនឲ្យបានធំ
ពងខ្ពស់ទៅរកប្រពន្ធបានល្អណាចៅសួស្ដីធានីណាសួស្ដីនិតណា Can you talk about the future of the monarchy in Cambodia because the king is getting old and the high-ranking monarchs are getting old ដោយសាររាជានិយមខ្មែរជារាជានិយមជ្រើសតាំងបញ្ហាតកតងនឹងស្នងរាជសម្បត្តិមិនអីទេខ្ញុំបានឆ្លើយតែប៉ុណ្ណឹងណា because the Cambodian monarchy is an elected monarchical system there is no great concern of who become the next king នឹងចម្លើយអញ្ចឹងអូខេហេតុអ្វីបារាំងថាវៀតណាមដាំស្រូវខ្មែរអង្គុយមើលស្រូវដុះឡាវដេកស្ដាប់ស្រូវដុះបារាំងអត់បាននិយាយអញ្ចឹងទេរឿងនេះជាពាក្យខ្មែរគេកម្លាយមកទេបារាំង just doesn't care to say that បារាំងអត់និយាយអញ្ចឹងទេនៅពេលដែលបារាំងចូលកាន់កាប់ឥណ្ឌូចិនហើយបារាំងបានចូលកាន់កាប់ប្រទេសកម្ពុជាបារាំងចាប់ផ្ដើមរៀបប្រព័ន្ធការិយាល័យហើយយល់ឃើញថាខ្មែរអត់មានអ្នកណាចេះធ្វើលេខាឬក៏ការិយាល័យទេអញ្ចឹងក៏នាំយួនចូលមករស់នៅស្រុកខ្មែរសម័យនោះអ្នកធ្វើការនៅក្នុងរាជការអាណាព្យាបាលបារាំងភាគច្រើនយួនមួយចំនួនក៏រស់នៅស្រុកខ្មែររហូតដល់សពថ្ងៃតកូនតចៅរឿងដែលពាក្យសម្ដីនឹងនិយាយណាជនប៊ុនធនជាពាក្យខ្មែរយើងកម្លាយទេណាអាហ្នឹងអញ្ចឹងថោរ៉េនចៅនៅក្មេងហើយរៀនសូត្រចេះដឹងតិចនឹងទី1បានប្រពន្ធតែមួយចាំមិនរស់ផងណាកុំថា2ដោយសារខ្លួនចៅវាល្ងងគ្មានចំណេះវិជ្ជាបន្ទាប់មកទៀតចៅដឹងទេចៅរស់ស្រុកខ្មែរដូចសត្វបល្លង្កាច្បាប់ខ្មែរអត់មានប្រពន្ធ2ទេបើមានប្រពន្ធ2គេដាក់ទោសណាអញ្ចឹងចៅរស់នៅស្រុកខ្មែរចៅអត់ស្គាល់ច្បាប់ខ្មែរហើយចៅអត់មានចំណេះដឹងគ្មានជំនាញអញ្ចឹងធ្វើម៉េចទៅចៅបើសិនណាជាចៅយកប្រពន្ធ2អាចគេផាកពិន័យឬដាក់គុកដោយវាខុសច្បាប់ឯកពន្ធភាពណាអាហ្នឹងអញ្ចឹងដេកផ្ទះតាអត់លេងហ្គេមទេកុំនិយាយមួយតាកូនណាថោរ៉ែនហេតុអ្វីបានជាអាណាចក្រខ្មែរនៅសម័យអង្គររងរឿងខ្លាំងប៉ុន្តែក្រោយមកធ្លាក់ចុះអាណាចក្រណាក៏អញ្ចឹងដែរណាអ្នកមានខ្លះក៏ខ្លាយខ្លួនអ្នកក្រមនុស្សក្មេងក៏ចាស់ហើយស្លាប់ទៅនេះគឺជាដំណើរនៃពិភពលោកណាសេងនេះលោកតាបានឃើញរឿងបង្គោលទេបានឃើញតែអត់យកចិត្តទុកដាក់ទេណានិតឆ្លើយហើយណាបន្តតទៅទៀតអំពីរឿងរាវនានាណាលោក Donald Trump ណាកំពុងតែជាប់ផុងរឿងសង្គ្រាមនៅអ៊ីរ៉ានណាកាសែត The CNN ទីភ្នាក់ងារព័ត៌មាន CNN ខំប្រឹងផ្សាយអំពីចំណុចខ្វះខាតនិងបរាជ័យរបស់លោកប្រធានាធិបតីត្រាំលើនយោបាយនៅអ៊ីរ៉ាន CNN និយាយថាលោកត្រាំជាប់ផុងនៅអ៊ីរ៉ានដោយប្រធានាធិបតី Jimmy Carter អីចឹង
it you rape រដ្ឋមន្ត្រីថាទីផ្សារកម្ពុជាតូចមិនអាចបង្កើតរោងចក្រចម្រាញ់ប្រេងបានទេជាការពិតរោងចក្រចម្រាញ់ប្រេងទាល់តែប្រទេសកម្ពុជាទី1មានអណ្ដូងប្រេងទី2បើគ្មានអណ្ដូងប្រេងទាល់តែប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ប្រេងដែលមានទំហំទីផ្សារធំល្មមនិងផលិតប្រេងនៅលើទឹកដីពុំនោះសោតទេការនាំប្រេងចម្រាញ់រួចហើយចូលប្រទេសកម្ពុជាវាចំណេញជាងឧទាហរណ៍ថាយើងបើករោងចក្រផលិតឥដ្ឋណាមុននឹងបើករោងចក្រផលិតឥដ្ឋយើងត្រូវគិតថាតើសំណង់នៅប្រទេសកម្ពុជាមានសន្ទុះក្នុងមួយខែសំណង់ផ្ទះសម្បែងនិងអគារមានប្រមាណហើយដុំឥដ្ឋដែលលក់សម្រាប់ធ្វើសំណង់នោះប៉ុន្មានលានដុំហើយប្រភពនាំចូលពីណានាំចូលពីថៃនាំចូលពីវៀតណាមនាំចូលពីចិនឬក៏មានផលិតនៅក្នុងប្រទេសកម្ពុជាដោយឡឥដ្ឋតូចហើយតម្លៃឥដ្ឋមួយដុំតម្លៃប្រមាណហើយដល់ពេលយើងរៀបរោងចក្ររោងចក្រយើងផលិតក្នុងមួយខែប្រមាណដុំហើយតម្លៃផលិតអស់ប្រមាណបើនៅក្នុងទីផ្សារបរិមាណវាតិចហើយតម្លៃផលិតលក់ចាញ់ទៅមិនថោកជាងឥដ្ឋនៅក្នុងទីផ្សាររោងចក្រផលិតឥដ្ឋមិនធ្វើទេដូច្នេះមិនមែនយើងនឹកឃើញថាផលិតឥដ្ឋយើងទៅបើករោងចក្រទេយើងត្រូវសិក្សារោងចក្រផលិតទឹកដោះគោស្រស់ត្រូវដឹងថាអ្នកប្រើប្រាស់ទឹកដោះគោស្រស់មានចំនួនប្រមាណនៅក្នុងប្រទេសកម្ពុជាហើយ pasteurization នៃទឹកដោះគោស្រស់តើខ្មែរលក់កម្រិតណា pasteurize របៀបណាសម្រាប់ដឹកទៅខេត្តយ៉ាងម៉េចហើយការដឹកជញ្ជូនតាមទូត្រជាក់យ៉ាងម៉េចគេគិតអស់ទៅគេបើករោងចក្រផលិតទឹកដោះគោស្រស់រោងចក្រចម្រាញ់ប្រេងកាតដូចគ្នាទើបរដ្ឋាភិបាលឆ្លើយថាអញ្ចឹងណាអូខេក្មេងព្រៃតាសោកស្ដាយណាស់ដែលចៅឯងកើតមកស្ដាយទឹកដោះម្ដាយតើចៅចង់ធ្វើជាសត្វដេរិឆានឬទីមួយចៅដាក់ឈ្មោះថាក្មេងព្រៃចៅចង់ធ្វើជាក្មេងស្រុកទេចៅអើយចៅតើយើងបន្ទោសរដ្ឋាភិបាលទេបើយើងកើតពីពោះម៉ែមកយើងចង់ធ្វើសត្វដេរិឆានអញ្ចឹង scammer ចាប់ចៅទៅលក់ឲ្យកណូតនេសាទឬក៏ចៅសមុទ្រហើយចៅថាវេទនាណាខ្ញុំនៅស្រុកខ្មែររដ្ឋាភិបាលអត់ជួយខ្ញុំចុះចៅចេញមកតែអញ្ចឹងណាមកចៅសម្លាញ់ស្ដាយទឹកដោះម្ដាយណាចៅអើយស្ដាយណាតាស្ដាយដែលគាត់បង្កើតមករូបរាងមនុស្សស្អាតគាត់ខំថែទាំតែខ្លាយទៅសត្វដេរិឆានបងប្អូនតង់ហ្នឹងហើយដែលខ្ញុំលែងរិះគន់រដ្ឋាភិបាលពីព្រោះមិនមែនរដ្ឋាភិបាលបង្កើតសត្វដេរិឆានហ្នឹងទេណាបាទរាំងស៊ីជួយបង្កើតសត្វដេរិឆានឈុំសេរីសុខុមរាជិនីជេសេងរតនារាំងស៊ីជួយបង្កើតបាន3ក្បាលនៅមុខខ្ញុំសត្វដេរិឆានណានៅកម្ពុជាសម្ដេចហ៊ុនសែនអត់បង្កើតចៅនេះទេតែចៅនេះវាកើតមកម្ដាយឪពុកចង់ឲ្យបានជោគជ័យវាកើតមកវានេះវាដាក់ឈ្មោះវាក្មេងព្រៃឯគិតមើលអាណិតស្ដាយទឹកដោះម៉ែហើយមនុស្សអស់នេះណា
ប្រជាជនក៏មិនបង្កើតសម្ដេចហ៊ុនសែនអត់បង្កើតទេគឺបង្កើតមកដេឆានមកម្ដាយឪពុកហ្នឹងអើយខំប្រឹងចាំមកតែអត់កើតឃើញមើលនេះមើលអាក្មេងព្រៃបងប្អូនមើលអាណិតអើយអាណិតហើយណាមួយទៅស្ដាយទឹកដោះម្ដាយច័ន្ទសុជាតាលោកពូមានស្គាល់ឈ្មោះមេក្រុមប្រឆាំងរដ្ឋាភិបាលកម្ពុជាឈ្មោះដាំឆាតរីទេស្គាល់លប់ជួបម្ដងប្រហែលជានៅឆ្នាំ97 98ប្រហែល97 98ពីមុនខ្ញុំច្រឡំថា96ប៊ុនថនអូខេទីសៀនលោកតាធ្វើដូចម្ដេចអាចរៀនទៅស្រុកអាមេរិកបានឥឡូវតឹងណាស់រហូតដល់ឆ្នាំ30ទៅស្រុកណាបានទៅស្រុកហ្នឹងសិនណាចាំហើយចាំមកអាមេរិកលោកតាហេតុអ្វីបានជាអាមេរិកប្រើ B52 សំណួរហ្នឹងងាយយល់អាមេរិកចង់ប្រើអីក៏ប្រើដូចតាអញ្ចឹងចៅមិនអាចសួរតាមិនក៏ពាក់អាវខុសអញ្ចឹងតាក៏ប្រាប់វិញថាតាត្រូវការពាក់អាវខាងខុសអញ្ចឹងសំណួរហ្នឹងអត់ត្រូវសួរទេណាចៅក្នុងលក្ខណៈយើងជាមនុស្សអត់មានសួរអញ្ចឹងទេឧទាហរណ៍ថាចៅស្លៀកខោកបយហើយតាសួរថាម៉េចបានស្លៀកអាហ្នឹងវាជាការសម្រេចចិត្តរបស់ចៅតែប៉ុណ្្នឹងទេណាជីមេងលោកតាវិស័យសាយ crypto អាចคล้ายជាអ្នកមានដែរទេគេបោកទេចាគេបោកទេណាគេបោកទេជំរាបសួស្ដីជំរាបសួរម៉ាណាណាម៉ៃចេញតាអត់ចេះនិយាយណាឆ្លោះកង្កែបតាពួក$23ចែងមកភ្លាវមិនភ្លាវទេមិនភ្លាវទេបើភ្លាវនៅប្រើបានអានោះចែងមកផ្លត់តែមកអាហ្នឹងចឹងលីម៉ាភីរំណាតានទៅងើបពីដេកម៉ោង12យប់ I woke up at 12 midnight I slept from 4 p.m. to 12អូខេកូនណាអញរៀនសាកលវិទ្យាល័យខ្ញុំវង្វេងគោលដៅអត់ដឹងធ្វើការងារអីបានល្អទៅអនាគតដំបូងរើសមុខវិជ្ជាវិទ្យាសាស្ត្រវិស្វករអីចឹងណាហើយរៀនទៅអនាគតអាចរកការងារធ្វើបានអូខេកូនហើយខំរៀនWilhelm what is your advice and experience how to stop any addiction and control yourself I don't know មិនបានខ្ញុំឆ្លើយតែខ្ញុំអត់ដឹងខ្ញុំវាអត់ដែល addict you know I ក្នុងជីវិតតាអត់ដែលញៀនណាតាជក់បារីក៏មិនញៀនតាផឹកស្រាក៏មិនញៀនតាលេងស្រីក៏មិនញៀនណាវាមិនញៀនណាវាគ្រាន់តែធម្មតាដល់អញ្ចឹងទៅឆ្លើយអត់រួច I don't know the answer God លោកតាឃើញព័ត៌មានថៃនាំគ្រឿងញៀនចូលឥណ្ឌូនេស៊ីដែលច្រកបាវអក្សរខ្មែរអត់ដឹងទេអរគុណចាំខ្ញុំស្រាវជ្រាវយកមកនិយាយដុំស៊ីដើម្បីច្បាំងជាមួយសៀមតើយើងអាចប្រើការជីករូងក្រោមដីដូចវៀតណាមដែរឬទេសម័យកាលបច្ចុប្បន្នរឿងជីករូងក្រោមដីរឿងអីនេះវាអត់ធ្វើបានទេបច្ចុប្បន្នពីព្រោះយើងកាប់ព្រៃខាងថៃក៏អត់ធ្វើមានព្រៃខាងយើងក៏អត់មានព្រៃហើយសប្តាហ៍ថ្ងៃនេះបើយើងវាយចូលដីសៀមអាហ្នឹងបានយើងត្រូវប្រើវិធីផ្សេងតែបើការពារត្រឹមទឹកដីយើងបើនិយាយឲ្យចំបច្ចុប្បន្នគឺត្រៀមធ្វើសង្គ្រាម drone
រឿងមួយដែលខ្ញុំបារម្ភជាងគេគឺការពួនរបស់ទាហានយើងត្រូវចេះពួនកុំឲ្យ drone វាបាញ់បានដូច្នេះទាហានច្បាំងលើក្រោយត្រូវចេះពួនពេលព្រោះ drone អាចបាញ់យប់ក៏បានថ្ងៃក៏បានអញ្ចឹងទី1យើងត្រូវឈប់ជក់ទី2ការកាន់ telephone អាច drone បាញ់បានគ្រោះថ្នាក់ណាស់អញ្ចឹងរឿងនេះខ្ញុំចង់បញ្ចេញមតិជូនរដ្ឋាភិបាលដែរតែខ្ញុំអត់ទាន់បានធ្វើអូខេខ្ញុំបានសំណូមពរទៅរដ្ឋាភិបាលសូមថ្នាក់ដឹកនាំជួយធ្វើយ៉ាងម៉េចឲ្យមានការផ្សាយជាភាសាអង់គ្លេសច្បាស់ពីក្រសួងការបរទេសមិនមែនឲ្យអ្នកនិយាយអញ្ចឹងទេមន្ត្រីមិននិយាយទេឲ្យមនុស្សម្នាក់ពាក់អាវស្អាតស្រីឬប្រុសអានឲ្យច្បាស់សូមឲ្យបញ្ចេញភាសាអង់គ្លេសពីអ្នកនាំពាក្យរដ្ឋាភិបាលពីការបរទេសមហាផ្ទៃការពារជាតិនិងកិច្ចការព្រំដែនឲ្យចេញភាសាអង់គ្លេសសូមឲ្យរាជការដាក់ប្រព័ន្ធឃោសនាជាភាសាអង់គ្លេសមិនមែនមន្ត្រីដែលចេះអង់គ្លេសនឹងអានទេឲ្យអ្នកចេះអានឲ្យស្ទាត់អានហើយធ្វើសម្លេងហ្នឹងដោយកុំដាក់ភ្លេងដើម្បីខ្ញុំអាច share មកក្នុង show ខ្ញុំនឹងចែកទៅតាម channel របស់ខ្ញុំដតីទៀតចាំមើលណាក់ដឹកនាំលោកឆ្លើយយ៉ាងម៉េចណាច័ន្ទសុចិតាខ្ញុំមានប្អូនម្នាក់គាត់ជឿងប់ងល់លើដាំឆាត្រីខ្ញុំចង់ទាញគេចាញ់ពីក្រុមនោះតើមានវិធីសាស្ត្រអ្វីទេច័ន្ទសុចិតាបើសិនណាជាប្អូនម្នាក់នឹងនៅស្រុកខ្មែរឲ្យគាត់ជឿចុះឲ្យគាត់ងប់ងល់ចុះពីព្រោះគេអត់បោកគាត់បានទេគេបោកបានតែចិត្តគាត់មានន័យថាគាត់ជឿគេចឹងទៅដល់ពេលយូរខែឆ្នាំទៅវាអត់មានអីកើតឡើងគាត់ខាតតែពេលទេអត់ខាតលុយទេណាក្រុមហ្នឹងមេដឹកនាំធ្លាប់បានរដ្ឋាភិបាលចាប់ដាក់គុកពីអំពើឆបោកដូច្នេះបើមានខ្មែរណាជឿក្រុមហ្នឹងក៏ឲ្យជឿទៅព្រោះនៅស្រុកខ្មែរវាអត់មានអីឆបោកបានទេឆបោកបានតែចិត្តដល់បានទេឆបោកបានតែចិត្តអញ្ចឹងមិនបាច់អូសទាញមកទេមិនបាច់អូសទាញមកទុកឲ្យខាតពេលទៅក្រុមហ្នឹងមេដឹកនាំត្រូវបានចាប់ខ្លួនណាហើយដាក់គុកក្រោយមកក៏សោកប៉ាន់គេទៅចេញពីគុកអាហ្នឹងពីបត់ឆបោកណាពីបត់ឆបោកតែដល់ពេលក៏ចេញពីគុកមកទៅក៏បាត់មុខយូរបន្តិចទៅណាក៏បាត់មុខយូរបន្តិចទៅណាបាត់មុខយូរបន្តិចមើលចាំបន្តិចខ្ញុំទាញកំណត់ហេតុខ្ញុំមកសិនខ្ញុំទាញកំណត់ហេតុខ្ញុំមកសិនអូខេដល់បាត់មុខយូរបន្តិចទៅក៏ក្រោយមកក៏ឃើញបុគ្គលហ្នឹងចេញតាម Facebook ដូរឈ្មោះបន្តិចពីដើមនៅស្រុកខ្មែរអត់ឈ្មោះអញ្ចឹងទេតែគាត់ដូរឈ្មោះបន្តិចដល់គាត់ដូរឈ្មោះបន្តិចមកគាត់ក៏ចាប់ផ្ដើមតាក់តងធ្វើអីបន្តិចបន្តួចណាគាត់តាក់តងធ្វើអីបន្តិចបន្តួចមានមកហើនមានអីចូលនៅក្នុងហ្នឹងក៏ក្រោយមកមកហើនក៏ឈប់ទៅហើយមានអ្នកដតី2 3នាក់ដែលខ្ញុំស្គាល់ក៏ឈប់អស់ទៅក៏នៅសល់អ្វីដែលយើងឃើញហ្នឹងតែគេផ្សាយណាហើយនៅសហរដ្ឋអាមេរិកនេះខ្មែរតិចណាខ្មែរតិចមែនតើអត់មានអ្នកណាជឿលើក្រុមហ្នឹងទេហើយបើនិយាយពីអ្នកជឿលើក្រុមហ្នឹងវាតិចទេតែ
ណាដាច់ទេដាច់រហូតដល់រដ្ឋាភិបាលកម្ពុជាមិនចាប់អារម្មណ៍អញ្ចឹងសុជាតាបើប្អូននឹងគាត់ជឿងប់ងល់រឿងហ្នឹងឲ្យគាត់ជឿលេងទៅឲ្យខាតពេលគាត់ទៅណាគេកំពុងតែផ្សាយថាគេនឹងមកយកស្រុកខ្មែរហើយប្រកាសស្រុកខ្មែរជាសាធារណរដ្ឋដែលដឹកនាំដោយអគ្គមេបញ្ជាការមហាធិបតីមហាសាស្ត្រាចារ្យមហាបណ្ឌិតអ្នកមានបុណ្យព្រះបាទធម្មឹកដែលជាស្ដេចលើមាសរាប់រយពាន់តោនអំណាចចេស្តាដែលគ្មាននរណាអាចប៉ះបាននេះគឺជាភាពអស្ចារ្យនៃក្រុមហ្នឹងខ្ញុំអត់មានចាំបាច់អ្នកណាដែលចូលជឿសូមបន្តជឿតទៅទៀតហើយដល់ពេលរាប់ខែរាប់ឆ្នាំទៅបើវាចាញ់រូបរាងលទ្ធផលជឿចុះខ្ញុំតែដៃអបអត់ចំទាស់ទេណាអត់ចំទាស់ទេអត់ចំទាស់ទេអូខេអត់ចំទាស់ទេអានឹងគឺខ្ញុំជំរាបតាមត្រង់ខ្ញុំអត់ចំទាស់ទេខ្ញុំបានជួបបុគ្គលហ្នឹងម្ដងនៅ Upstate New York ណាខ្ញុំបានជួបបុគ្គលហ្នឹងម្ដងកាលនោះបុគ្គលហ្នឹងបានឲ្យនាមបានខ្ញុំថាជាទីប្រឹក្សាណាសម្ដេចហ៊ុនសែនមានសម្ដេចជាសឹមណាជាទីប្រឹក្សាសម្ដេចជាសឹមអានឹងចា៎បាទបុគ្គលហ្នឹងបានត្រូវចាប់ខ្លួននៅខែធ្នូឆ្នាំ2010ហើយឮសូរថាត្រូវដាក់គុក16ឆ្នាំតែក្រោយមកនៅឆ្នាំ2011ក៏រួចតែនៅក្នុងស្រុកថាគេរត់ការលុយកាក់រួចទៅក្រោយពីរួចទៅក៏បាត់មិនឮសូរអីទៅក្រោយមកក៏លេចមុខលេចមាត់នៅក្នុង Facebook បន្តិចម្ដងរហូតដល់សប្តាហ៍ថ្ងៃឥឡូវនេះគេថាគេនឹងទៅយកស្រុកខ្មែរពីព្រោះគេជាចៅហ្វាយពិភពលោកគេនឹងទៅយកស្រុកខ្មែរដែលគ្មានអ្នកណាអាចនឹងទប់គេបានទេពីព្រោះគេជាក្រុម300ណាគេជាមនុស្សដ៏សំខាន់នៅក្រុម300ដែលគេអាចទៅយកស្រុកខ្មែរបានហើយគេប្រាប់ឲ្យហ៊ុនសែននឹងគេអាណិតគេប្រាប់យ៉ាងទៀតគេអាណិតលោកហ៊ុនសែនគេប្រាប់លោកហ៊ុនសែនថាឲ្យចាញ់ទៅគេមិនធ្វើទោសពេកអីទេឲ្យចាញ់ទៅហើយគេហាមទៀតតែកុំឲ្យមកពាំងផ្លូវគេចូលទៅយកស្រុកខ្មែរបានពីព្រោះគេជាចវាយនៃពិភពលោកអញ្ចឹងប្អូនរបស់សុជាតារងចាំទៅរងចាំពាងសន្យាចៅវាយលោកថានឹងមកកម្ពុជារំដោះទឹកដីយើងទាំងអង្គគ្នាទាំងរៀងប្រជាប្រកាសសាធារណរដ្ឋគេមានអ្នកចំណិតគេម្នាក់ឈ្មោះមហាបណ្ឌិតសារពេជ្រដែលកំពុងតែជជែកគ្នានៅក្រុមប្រឹក្សាដើម្បីត្រៀមលក្ខណៈរៀបចំស្រុកខ្មែរគេថាសាលារៀនគេអត់វាយចោលទេពេលគេចូលមកគេនឹងកែប្រែគេនឹងបំពាក់គេនឹងធ្វើកន្លែងឲ្យសិស្សរៀនហើយកន្លែងខ្លះគេកែប្រែតែគេអត់បំផ្លាញទេហើយ
កុំឲ្យពាំងផ្លូវគេបានគេចាត់ការគឺគេយកដោយសារអីដោយសារគេមានអំណាចដ៏ធំហើយគេមានមហាអំណាចទាំងអស់នៅក្រោមបាតដៃនៅក្រោមមេដៃគេចុចកងតាក់ទៅគឺដូច្នេះហើយយើងរងអ្នកដែលជឿនោះគឺខ្ញុំអត់ហាមទេគឺមានតែអបអរសាទរឲ្យជឿឬព្រោះសត្វតែបណ្ឌិតមានគេសួរខ្ញុំច្រើនដែររឿងហ្នឹងតែខ្ញុំប្រាប់ថាខ្ញុំអត់ដឹងហើយខ្ញុំអត់មានជំទាស់ទេបាទអត់មានជំទាស់ទេគ្រាន់តែដឹងថាបុគ្គលហ្នឹងណាត្រូវចាប់ខ្លួនឆ្នាំ2010ខែធ្នូពីបទឆបោកណាហើយត្រូវជាប់គុក16ឆ្នាំតែក្រោយមកគេរត់ការលុយកាក់ឆ្នាំ11ក៏រួចខ្លួនហើយក៏ចប់ត្រឹមប៉ុណ្ណឹងទៅណាហើយនាមបណ្ណដែលឲ្យមកខ្ញុំហ្នឹងថាបុគ្គលហ្នឹងមានដុកទ័រដល់ទៅ2ណាខ្ញុំក៏អត់មានថាអីទេក៏ដឹងទៅហើយអ្នកខ្លះគេថាគាត់ហ្នឹងអូកែណាពេលទូរស័ព្ទអីលេខទូរស័ព្ទសិតតាអស្ចារ្យរឿងហ្នឹងក៏ខ្ញុំអត់ណាអត់ខ្ញុំអត់ដឹងណាខ្ញុំអត់ដឹងរយៈកាលកន្លងមកខ្ញុំមិនបានទៅនិយាយអីពោះពីប៉ុណ្្នឹងទេការដែលសួរខ្ញុំរឿងអីខ្ញុំក៏អត់មាននិយាយអីអញ្ចឹងសុជាតិតាអ្នកដែលជឿលើរឿងហ្នឹងបន្តជឿតទៅទៀតបាទដល់ជឿទៅរងចាំទៅដល់យូរទៅក៏ដឹងខ្លួនឯងលទ្ធផលចេញយ៉ាងម៉េចណាអាហ្នឹងអញ្ចឹងណាកូនអ៊ីតយូរៀបលោកតាគិតថាគណៈបកប្រឆាំងនៅថាជាអ្នកបង្កើតអត់ទេគណៈបកប្រឆាំងនៅកម្ពុជាគេហៅថាក្រមនយោបាយសំរស់ជាមួយគណៈបកប្រជាជនកម្ពុជាគឺសំរស់ទេណាកូនណាអ៊ីតយូរៀបមិនចេញលោកតាថៃតែងតែឆ្លៀនពៀនដៃខ្មែរយើងអញ្ចឹងតើពួកយើងគួរធ្វើយ៉ាងណាទៅបានដៃមកវិញរដ្ឋាភិបាលកំពុងធ្វើការណាដូច្នេះហើយយើងដឹងហើយតានិយាយច្រើនដងហើយតានឹងបន្តផ្សព្វផ្សាយឲ្យយល់ដឹងរឿងហ្នឹងណាមិនចេញចំណែកមិនចេញគឺខំរៀនហើយខំធ្វើការងារតាឆ្នាំហ្នឹងប្រឡងបាក់ដប់ចាញ់អីតាអត់ដឹងទេបើដឹងតាពុកអលួយបាត់ហើយណា Hello my dear brother you still not sleep I woke up at 12 midnight អូនខ្ញុំនៅស្រុកក្រៅនៅស្រុកក្រៅទុកឲ្យបន្តជឿទៅជឿតាំងពីសក់ខ្មៅរហូតដល់សក់សតើបានស្រុកមកវិញតាមក្រុមហ្នឹងឬយ៉ាងណាខ្ញុំអត់ចាំបាច់ចំទាស់ទេពីព្រោះអ្នកជឿក្រុមហ្នឹងវាតិចអ្នកជឿក្រុមហ្នឹងតិចទេតិចណាស់មិនច្រើនទេដូច្នេះហើយអ្នកជឿហ្នឹងជឿដោយសារទី1ជឿថាមេដឹកនាំហ្នឹងអូយមានអំណាចជឿអញ្ចឹងណាលៀងហូតាឆ្នាំក្រោយខ្ញុំប្រឡងខំរៀនណាកែវសុភ័យសួស្ដីសុជាតាសូមអរគុណច្រើនអូខេណាស្រេងសំណាងប៉ាម៉ាក់ចៅគាត់ជាអ្នកចំការដាំដំឡូងមីគាត់មានអត្រាក់ទ័រខ្លួនឯងទៀតតែគាត់ចង់ឲ្យខ្ញុំរៀនសូត្ររៀនជាងទូរស័ព្ទតាមក្តីស្រមៃគាត់ដោយបងប្អូនចៅបានទូរស័ព្ទខ្លួនឯងណាក់ទី7ឥឡូវចៅអាយុ17តាមានយោបល់យ៉ាងណាកុំតមាត់នឹងម៉ែឪតែខំរៀនឲ្យជាប់បាក់ឌុបហើយដល់ពេលចូលមហាវិទ្យាល័យរៀនខាងវិស្វករហើយប្រាប់ម៉ែឪថារៀនវិស្វករមិនតែមកចេះធ្វើទូរស័ព្ទទេចេះធ្វើជាងច្រើនយ៉ាងមានអនាគតជួយម៉ែជួយឪអូខេកូនអានឹងអញ្ចឹង
ងាកមក YouTube ណាលោកតាដើម្បីច្បាំងជាមួយសៀមតែយើងអាចប្រើឆ្លើយហើយលោកតាខ្ញុំជាអ្នកដឹកជញ្ជូនខ្ញុំបានដាក់អីវ៉ាន់នៅផ្ទះគេហើយគេអត់បាញ់លុយឲ្យបើខ្ញុំបង្ហោះរូបគេតើខ្ញុំមានទោសទេទៅតាមច្បាប់នៅស្រុកខ្មែរណាតើដាក់អីវ៉ាន់ឲ្យគេមានវិក័យប័ត្រទេបើមានវិក័យប័ត្រអាហ្នឹងយើងសួរច្បាប់មើលយើងប្តឹងបានទេតែរឿងបង្ហោះរូបគេខ្ញុំអត់ដឹងណាចៅមួយភាសាជប៉ុនណាតើការអប់រំខ្ពស់របស់អ្នកយ៉ាងដូចមកដាច់ how your high education whether at the end you had soul as the animal head តាយល់ចៅសួរថាតារៀនសូត្រចេះដឹងហើយមិនក៏លក់ក្បាលដូចសត្វតាបានបញ្យល់ហើយណាទី1បើសិនជាតាថោកទាបដែលចៅឯងមនុស្សថ្លៃថ្នូរមិនគួរមកមើលតាទី2បើតាថោកទាបតាជាអ្នកសម្រេចចិត្តនៅក្នុងលទ្ធិប្រជាធិបតេយ្យអត់មានចៅឯងមកហាមតាបានទេអូខេហើយបើចៅឯងចង់មកដៀលតាក៏អត់ថាអីដែរមិនបានអត់ថាអីពីព្រោះចៅឯងវាអត់យល់ពីតាណាចៅឯងជាខ្មែរប្រព័ន្ធ social media គេប្រើភាសាអង់គ្លេសជាគោលបន្តមកទៀតគេអនុញ្ញាតឲ្យយើងប្រើ font ភាសាជាតិតើចៅឯងមានតម្លៃអីដែលដាក់ឈ្មោះជាភាសាជប៉ុនមានន័យថាគឺជាសត្វខ្មែរមួយដ៏ថោកទាបបើចៅឯងអត់បាត់បង់ខួរក្បាលទៅហើយតើចៅឯងអាចមើលងាយខួរក្បាលតាមិនបានបន្ទាប់មកទៀតចៅឯងសពថ្ងៃកាន់សញ្ជាតិជប៉ុនហើយនៅបើកាន់សញ្ជាតិហើយសាច់តាកាន់សញ្ជាតិអាមេរិកស្រេចតាជាមួយស្រុកកំណើតតាបើចៅឯងមិនទៅស្រុកវិញទេតាទៅស្រុកវិញដើម្បីរាប់អានខ្មែរគ្នាតាបើចៅឯងចូលសញ្ជាតិជប៉ុនហើយចៅឯងនៅជប៉ុនមិនទៅវិញទេហើយក្បាលចៅឯងមិនគិតរឿងខ្មែរទេក៏អត់អីដែរណាក៏ប៉ុន្តែអ្វីដែលតាឃើញក្បាលចៅឯងវាអន់ជាងតាឆ្ងាយណាស់ពីព្រោះកើតជាខ្មែរហើយមានហ្វុនខ្មែរបើដាក់ឈ្មោះខ្មែរឬក៏ដាក់ឈ្មោះ account អង់គ្លេសតាចាត់ទុកថាមានខួរក្បាលតែដល់យកភាសាជប៉ុនមកដាក់ជា account ខ្លួនឯងគឺថោកទាបណាស់អញ្ចឹងអ្នកដែលថោកទាបគឺចៅឯងហើយចំណែកតាជាមនុស្សរស់នៅក្នុងសាធារណរដ្ឋអាមេរិកប្រជាធិបតេយ្យតាស្រឡាញ់ស្រុកតាអត់ថោកទាបទេប្រជាជនជិត20លានអ្នកនៅក្នុងស្រុកណាបើពិតជាមានមនុស្សប្រឆាំងនឹងសម្ដេចហ៊ុនសែនហើយនឹង CPP ម្លេះសមសម្ដេចហ៊ុនសែននិង CPP អត់កាន់អំណាចដល់ឥឡូវទេមែនឬមែនណាការទុកមិនសុខចិត្តនៅអំពើពុករលួយឬក៏អត់សម្ដាប់ធ្នាប់អានឹងរឿងធម្មតានៅជប៉ុនក៏មានដែរណាហើយតាដែលរស់នៅក្រៅស្រុកនេះដែលជាសញ្ជាតិអាមេរិកកាំងនេះហើយតាឥឡូវសៀមឆ្លៀនពៀនទឹកដីតាគ្រប់គ្រងរដ្ឋាភិបាលហ្នឹងវាថោកអីវាមានថោកអីឥឡូវហ្នឹងឧទាហរណ៍ថាចៅឯងជាជប៉ុនទៅចុះបើចិនវាវាយអូគីណាវ៉ាប្រជាជនជប៉ុនក៏គេគ្រប់គ្រងទឹកដីគេដែរហើយប្រជាជនជប៉ុននៅក្រៅស្រុកក៏គេគ្រប់គ្រងទឹកដីដែរមិនមែនថោកទាបដោយអាសំរាំងស៊ីណាដែលបំរើសៀមហើយចៅឯងហ្នឹងថ្លៃជាងតាមិនទៅចាអញ្ចឹងតាដូចជាអត់សូវយល់តាអត់សូវយល់អូខេតាអត់សូវយល់ថាម៉េចបានជាចៅឯងថ្លៃជាងតាណាតាសប្ងៃរស់នៅក្នុងផ្ទះមួយ475ម៉ែត្រការ៉េតែ2នាក់ឯងឆ្កែ5នាក់ណាហើយតាអត់ដែលសុំលុយអ្នកណាចាយទេហើយតាអត់ដែលស៊ីសំណូកសោកប៉ាន់ទេអត់ដែលមានអ្នកណាស៊ីអត់មានស៊ីសំណូកសោកប៉ាន់ទេហើយមិនក៏មកមើលងាយក្បាលតាបានណាតាទទួលចំណេះចេះដឹងខាង Computer Science ហើយនឹងចំណេះចេះដឹងនឹងជំនាញដទៃទៀត11យ៉ាង
មានសញ្ញាបត្រខាង computer science មានសញ្ញាបត្រខាងជំនួញមានសញ្ញាបត្រខាងពាណិជ្ជកម្មលក់រាយហើយមានវិជ្ជាជីវៈ11វិជ្ជាជីវៈសូម្បីតែចូលនិវត្តន៍ក៏នៅមានប្រាក់ចំណូលគ្រប់គ្រាន់ចាយក្រីក្រមែនអត់មានទៅសុំអ្នកណាចាយទេហើយអត់ទទួលសំណូកសូប៉ាន់ទេហេតុដូចម្ដេចបានជាតាថោកជាងចៅឯងអារៀងស៊ីវាថោកជាងតាពីព្រោះវាបោកភូតស្រោមសម្បត្តិចំណែកពួកប្រឆាំងវាអន់ជាងតាពីព្រោះវានិយាយទៅធ្វើអត់កើតចុះតានិយាយតែពីរឿងស្រឡាញ់និយាយតែពីរឿងទឹកដីនិយាយតែពីរឿងគ្រប់ច្បាប់និយាយតែពីរឿងខំរៀនហើយមិនក៏ថោកជាងចៅឯងបើតាមការគិតទៅអត់ថោកជាងចៅទេចៅទេដែលអត់មានខួរក្បាលគ្រប់គ្រាន់នឹងយល់អំពីតម្លៃតាណាចៅសម្លាញ់អរគុណណាចៅណាអូខេណារិទ្ធfeel bad for Egypt as the owner of Suez Canal តាមការពិត Egypt មិន own Suez Canal ទេប៉ុន្តែច្បាយឲ្យអញ្ចឹងណាអូខេចលសាបុនសម្ព័ន្ធ BRICS តើរឹងមាំអាចប្រកួតប្រជែងឥទ្ធិពល US បានទេអត់ទេដូចជាអត់ទេហើយប្រហែលជាខែ9ហ្នឹង BRICS មិនធ្វើទេអនុទិននិយាយថារាល់ថ្ងៃលោកកំពុងរត់ដឹងហើយរឿងហ្នឹងPH លោកតារៀនបច្ចេកទេសជាន់ខ្ពស់ Air Conditioner និង Cold Room ល្អទេល្អខំប្រឹងណាអ្នកឈ្មោះជប៉ុនដែរលោកតាតើលោកតាយកឆ្អឹងចោលនៅអាមេរិកឬយកឆ្អឹងចោលនៅស្រុកខ្មែរអាហ្នឹងស្រេចតាស្រេចលើតាទេអូខេខ្លាចលើតាទេហើយតាអត់មានសួរចៅឯងថាចៅឯងទៅងាប់នៅណាទេព្រោះអាហ្នឹងវាជាឯកជនភាពវាជា privacy របស់ចៅឯងហើយនឹងជា individual choice របស់ចៅឯងមិនក៏តាចេះគោរពចៅឯងមិនចៅឯងចាញ់មកប្រហើនដាក់តាចៅឯងមានចំណេះចេះដឹងប្រហែលតាទេអត់ខាងសាលាចៅឯងនៅទាបជាងតាចុះខាង work experience ចៅឯងតិចជាងតាចុះខាង general knowledge ចៅឯងតិចជាងតាចុះ ideal ឧត្តមកតេចៅឯងឧត្តមកតេជាងតាទេអត់ទេចៅឯងមិនបានអាចក្រតាផងអាចក្អែលក្រតាចៅឯងមិនបានផងហើយតាគោរពចៅឯងមិនក៏ចៅឯងអត់ចេះគោរពតាមិនបានតាមានឧត្តមកតេខ្ពស់តាច្បាំងទឹកដីតាតស៊ូយកឈាមទៅក្រាលដីដើម្បីមូលហេតុជាតិណាហើយតាឥឡូវណារួបរวมជាមួយរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងសៀមឆ្លៀនពៀនហើយតាបបួលឲ្យក្មេងរៀនតាបបួលឲ្យមន្ត្រីបម្រើរាជឲ្យសុចរិតមិនពុកអលួយតាបបួលក្រសួងយុត្តិធម៌ឲ្យមានតម្លាភាពហើយមិនក៏តាអត់មានតម្លៃហើយចៅឯងទៅជ្រក់នៅជប៉ុននោះមានតម្លៃចៅឯងដឹងសាសជប៉ុននេះវាអត់រាប់ក្បាលឯងហ្នឹងជាមនុស្សទេណាឯងចេះទៅសេដល់ជប៉ុនហើយអត់ដឹងជប៉ុនហ្នឹងមហារើសអើងយ៉ាងម៉េចទេអញរស់នៅអាមេរិកជាពហុជាតិណាជា plural ethnic society ជា multi-racial society ជប៉ុនមិនងាយទទួលស្គាល់ក្បាលឯងទេមិនក៏ឯងមិនថោកវាទៅជាអញថោកជាងឯងចៅឯងជួយគិតមើលវាមិនក៏ចៅឯងថ្លៃជាងតាចៅឯងដឹងទេចៅឯងទៅនៅស្រុកជប៉ុនចេះភាសាជប៉ុនអត់ឲ្យចៅឯងចូលជាតិវាទេមានមនុស្សខ្មែរនៅជប៉ុនច្រើនណាស់មិនងាយបានចូលជាតិវាទេសូម្បីតែចូលសញ្ជាតិវាហើយក៏វាមិនទទួលស្គាល់ដែរវាចាត់ទុកថាជា second citizen ចៅឯងរស់នៅក្នុងប្រទេសដែលគេរើសអើងកំពូល highly racist ហើយចៅឯងមកមើងងាយតាដែលតារស់នៅក្នុង multi ethnic society នៅក្នុង multi racial society ដែលតាមិនមែនរស់នៅជា second citizen ទេណាចៅគិតមើលណាអូខេជាមនុស្សចោលមកសៀតកាលវ័យ20ឆ្នាំជាមនុស្សជំនាន់ថ្មីនៅអាមេរិកឬជាមនុស្សចោលមកសៀតកាលយុ20ឆ្នាំមិនដឹង
chẳng chào gọt đăng tê bà này là chẳng nè ta slide nè đợt tê nè ok nè chào ai rồi nơi chụp bắn về mình smart đông ai về phong hai khuôn anh bàn khắp bót cầm nát khuôn anh vô ạ so chụp bắn mà đặt mua bằng hai cả khuôn khmiên mà nô san trai tận a chiếc mai tê chia sát palang ca đại ta nè miền chiêm cho chiếc mai sân chiết American nói việc đại này nhọ ta bé mà ta miền đầm lái của chiếng à sam rang si nâng bờ về ngày nè hay ta miền đầm lái của chiếng bong mu sập hồ ngày nè vì pro ta bong pôn sai sập bầm bel năm lơ đây Americ hay sờ lánh chiết mai đại chiết cầm na khuôn miền là khát tệ ta đây từ bờ môn lôi bao pra lơ đây Americ đôi của rang si tê tầm lai ta khô chiêng bộ về ngày na bộ về hãy hô ta tăng vì bộ con ta có hãy hô mình ban hay một chàng ấy nhưng mà bắt học ta mấy cá chàng ấy bạn ấy là to tiệt nị dây lên cho mùi chọc phủ nhóm cầm bông riêng là sọc cào nhóm khơi mày khá rồi là sọc cào tại mình toàn vô pi bò rịt bọt mình thật là sọc luôn bò rịt bọt bò tệ đài luôn rồi nơi lại anh đang bật mai khá nơi ní xàm xài chập nắm ớt score làm rịt cho bà tệ hãy có ớt score sọc đài còn tại đó là gì bên trên mà tệ tháng anh ấy có bọt anh ấy có bọt sọc ở liền chứ sọc ở liền cho thế đó xua cho bác thà sọc ở liền đời xa ấy ớt đăng đây là trái cho một chục bòn này về miền tây lai ấy về riêng thằng tiประมาณvề thôi ca ประมาณ năm bị sao sòng công giảm mạch nè ban bằng hô chiêm ca phai đây làm bay bọc và hai chia tề về ọt thế tại vì nó khơi nó về lại chuyện ta thấy trong này sợi stekha ấy có vô là thằng mai dương khiêm prap ấy nè rồi nơi 50 nămនៅស្រុកអាមេរិកណាបើមិនឆ្លងរត់ហើយសិក្សាទេអត់ស្គាល់អាមេរិកទេ Grandpa, I see rich people has more net worth than actual cash, like rich people in our country. Can you tell when cha còn net worth នៅស្រុកខ្មែរវាអត់ regulated ចំណែក net worth នៅស្រុកអាមេរិកដូចខ្ញុំអីវា regulated ដល់ regulated ទៅ net worth វាត្រូវ register ណាខ្ញុំមាន rental property we have to be legally owned by me and my wife ខ្ញុំមាន commercial property វាត្រូវ legally owned ខ្ញុំមាន residential property legally owned ខ្ញុំមាន bonds ខ្ញុំមាន investment portfolio has to be owned and has to report taxes ណាអានឹងអញ្ចឹងបន្ទាប់មកទៀតពេល buy I pay do ណាទៅតាមហ្នឹងពេល sell I pay do មានន័យថាស្អីដែលត្រូវ pay by tax regulation ត្រូវតែ pay អត់ pay អត់បានបន្ទាប់មកទៀតនៅពេលចូលអាយុ67ឆ្នាំ I have to make sure តាត្រូវរៀបចំខ្លួនថាតើរបស់ដែលតាមមានណារបស់ហ្នឹងចែកយ៉ាងម៉េចបើឲ្យតកូនតើinheritance ហ្នឹងវាមានតាក់ទេបើវាមានពន្ធដែរតាត្រូវរៀបយ៉ាងម៉េចកុំឲ្យ inheritance របស់តាធ្លាក់ទៅលើដៃកូនកូនវាបង់ពន្ធច្រើនអញ្ចឹងត្រូវធ្វើ retirement tax planning ដោយសារតែរបស់អស់ហ្នឹងហើយ net worth របស់តាវា regulated ដល់នៅស្រុកខ្មែរយើងអត់ទាន់មានប្រព័ន្ធហ្នឹងអញ្ចឹង net worth by claim មានន័យថាណា claim អញ្ចឹងហើយបានមានអង្គការខ្លះជាពាក់លុយគេ30-40 ម៉ឺនស្រាប់តែអត់លុយសងគេមកពីអីមកពីអា net worth ហ្នឹងវាអត់ regulated ខុសនេះតែប៉ុណ្្នឹងឯងកូនណាតារាកិម Cambodian people politics is flip flop that I have okay បាទជាមើលនិយាយថាម៉េច okay
ប្រជាជនខ្មែរងាយស្រួលចាញ់បោកត្រឹមត្រូវហើយតារាកឹមឯងមើលតាដែលទៅធ្វើគណៈបកនយោបាយបោកអាណាទេពួកកុលស័យទាំងអស់ណាអារៀងស៊ីចលងសមរណាដើរពូដើរបោកគេរឿងនយោបាយអូខេអាឡុងរីអាសៅច័ន្ទដេតអាអេងចាអៀងអាពួកណាសំបីតែយេហួរក៏ដើរពូគេដែរណាពូគេទាំងអស់និយាយអីអត់ដឹងទិដ្ឋានអីទេហើយសប្ងៃអ្នកឃោសនិកទាំងអស់សិតតែពូគេទាំងអស់ហើយមានអ្នកឃោសនិកកាន់សញ្ជាតិអាមេរិកកាំងទៅអង្គាសលុយដល់បរទេសនៅលើទឹកដីមួយវាមាន tax requirement លុយកាលណាដកពីកប៉ៅហុចឲ្យគេត្រូវបង់ពន្ធណាអ្នកទទួលត្រូវប្រមូលឲ្យរាយការណ៍ you know activities like that អាហ្នឹងគេហៅថា political fundraising ដែល illegally conducted on foreign soil អាហ្នឹងវាអញ្ចឹងឯតាតារាឯងគិតមើលតាមានដែលទៅបោកប្រាស់អ្នកណាហើយតាមានដែលបឆោតនយោបាយអ្នកណាតាមានដែលនិយាយថាស្រុកខ្មែរបន្តិចទៀតទៅវាយយកស្រុកខ្មែរបានឬក៏បន្តិចទៀតទៅច្បាប់អាមេរិកទៅចាប់ពួកនៅស្រុកខ្មែរយើងបន្តិចទៀតចូលកាន់អំណាចអត់និយាយណាហើយតាក៏ដឹងច្បាស់អញ្ចឹងអ្វីដែលតាធ្វើគឺសិតតែស្របច្បាប់ហើយត្រឹមត្រូវហើយរឿងអីតាទៅថោកទាបដោយចៅឈ្មោះជប៉ុននិយាយបើតាអត់តែធ្វើអីផងណាឧទាហរណ៍តែគេថាតានៅផ្ទះស៊ីទ្រព្យប្រពន្ធបើស៊ីទ្រព្យប្រពន្ធមិនតាមាន income tax តាមាន income tax 47ឆ្នាំរាល់ឆ្នាំហើយឥឡូវតា retire ហើយតាចូលនិវត្តន៍ហើយនៅតែ pay tax ទៀតហើយមិនបាន pay tax ព្រោះមាន extra income ហើយដេកស៊ីបើដេកស៊ីទ្រព្យប្រពន្ធមិនក៏មាន income tax ចេះតែនិយាយចេះតែទៅបថោកគេហ្មងគេមាន income tax របស់គេត្រឹមត្រូវណាបើអត់ income tax មិននេះហើយដូចផ្ទះនេះអញ្ចឹងផ្ទះនេះថាផ្ទះនេះអ្នកណា ownership មិនមែនផ្ទះតាផ្ទះប្រពន្ធតាហើយ why get married អត់ own ផ្ទះនេះអត់ own ពីព្រោះផ្ទះនេះប្រពន្ធតាគាត់ deal គាត់ជាអ្នក order គេឲ្យសង់ផ្ទះនេះគាត់រៀបការទៅដល់គាត់លេះលែងហើយគាត់មកការជាមួយតាបងថ្លៃតាអីក៏ប្រាប់ឲ្យបញ្ចូលឈ្មោះជាម្ចាស់ជាមួយគ្នាតែតាអត់ព្រមមិនបានតាអត់ព្រមពីព្រោះតាចង់ឲ្យប្រពន្ធតាទុកផ្ទះនេះឲ្យទៅកូនអត់គ្មានចំណែកតាប្រពន្ធតាទៀមទាឲ្យតាដាក់ឈ្មោះជាមួយប្រពន្ធតាំងពីមកនៅ19ឆ្នាំតាបង់ថ្លៃផ្ទះបង់ធនាគារណាតាបង់ជាចំណែកតាបង់ទាំងអស់បង់ជាមួយគ្នាតែតាអត់ព្រមមិនបានតាអត់ព្រមសំបីតែបងស្រីតាក៏ឆ្ងល់ដែរហើយមិនចេះគិតអីទ្រព្យសម្បត្តិងាប់ទៅមិនដឹងទៅណាអីណែតាអត់មានមកស៊ីលើគេទ្រព្យសម្បត្តិគេរៀបការគ្នា7-20ឆ្នាំត្រូវស៊ីទ្រព្យគេតាមនុស្ស very fair សុខចិត្តថាបើអញងាប់អញសុខបើសិនជាអញអត់បាយអញសុខចិត្តងាប់អញគ្មានទៅឯណាទៅការជាមួយគេបន្លំជីកកតេលជាមួយគេចែកទ្រព្យសម្បត្តិគេយកទេក្រុមហ៊ុនណាពេលទិញបើកមុខរបរឆ្នាំ2007ក្រុមហ៊ុនរៀបក្រុមហ៊ុនថ្មីតាជា incorporator ជាមួយប្រពន្ធតាគឺច្បាស់ចាស់ចឹងបងមានกระดาษស្នាមត្រឹមត្រូវពីព្រោះ2007 incorporate ជាមួយគ្នាតែផ្ទះនេះអត់មានត្រូវការមកបន្លំដេកលើផ្ទះគេឲ្យយកទ្រព្យគេទេសំបីតែគេម្ចាស់ទ្រព្យនឹងជាប្រពន្ធមែនប៉ុន្តែមិនទៅយកទ្រព្យគេទេសូម្បីតែបងស្រីរបស់តាហ្នឹងក៏និយាយដែរបានតាប្រាប់តែកុំនិយាយទ្រព្យគេណាតាអត់ចេះទៅយកទ្រព្យគេទេនេះនិយាយឲ្យដឹងហើយមនុស្សចៅអាយុចៅឈ្មោះជប៉ុនហ្នឹងណាហើយថាតាលក់ក្បាលលក់អីមើលអាណាតាចេះនិយាយលេងថាលក់ណាតាចេះតែនិយាយលេងចាក់បដ ாய் ពួកហ្នឹងអញ្ចឹងបានអាចៅនេះវាមកនិយាយមើលងាយតាមិនខឹងទេព្រោះវាមិនដឹងអញ្ចឹងអារឿងនយោបាយរឿងអីតាអត់មានមនុស្សតាស្អាតមិនពីដើមតាំងពីក្មេងមកហើយរឿងពន្ធតាហ្នឹងគឺអត់មាន
អត់ដែលទៅធ្វើការអីក៏ដោយឲ្យតែកាលរកស៊ីជាមួយចិនឲ្យតែដឹងតែកន្លែងហ្នឹងប្រផេះឲ្យតែពណ៌ហ្នឹងប្រផេះអាហ្នឹងអត់អីទេអាចទប់ទល់បានតែចូលខ្មៅអញអត់ធ្វើទេវើយអញអត់ធ្វើទេអញខ្លាចកូនអញជាប់ឈ្មោះពីឪពីម៉ែមកកូនខ្ញុំទាំងអស់ណាតែកើតនៅដីអាមេរិកចង់ចូលឈ្មោះទៅប្រទេសអមេរិកក៏បានដែរឪម៉ែអត់មានចំណុចខ្មៅទេខ្ញុំមិនមែនរស់តែម្នាក់ឯងរស់សម្រាប់កូននឹងអញ្ចឹងណា